ខ្សោយស្មារតីមួយថ្ងៃមិនដឹងគិតរឿងអីខ្លះទេចេញពីរឿងមួយចូលរឿងមួយចេញពីអ្នកនេះចូលអ្នកនោះចិត្តដើររហូតគ្មានទីសម្ចតត្រឹមត្រូវយូរទៅចិត្តអ្នកនឹងរវើរវាយរឹកសុខមិនសូវឃើញឡើយចិត្តដែលចេះតែគិតរឿងគេពេកคล้ายជាចិត្តអនាថាគ្មានផ្ទះសម្បែងគួរឲ្យអាណិតក្រៃពេកកុំសូវបណ្ដោយឲ្យចិត្តអ្នកគិតរឿងខាងក្រៅច្រើនពេករៀនទាញវាមកនៅក្នុងផ្ទះគឺរូបរាងកាយអ្នកវិញរៀនមានស្មារតីដឹងខ្លួនថាអ្នកកំពុងធ្វើអ្វីកំពុងគិតអ្វីកំពុងនិយាយអ្វីឲ្យស្មារតីតាមដានសកម្មភាពអ្នកជាប្រចាំអ្នកធ្វើអ្វីក៏មានស្មារតីដឹងខ្លួនថាអ្នកកំពុងធ្វើកិច្ចការងារនោះម្យ៉ាងទៀតទម្លាប់តាមដានចិត្តអ្នកវាគិតរឿងល្អក៏ដឹងថាវាគិតរឿងល្អវាគិតរឿងមិនល្អក៏ដឹងថាវាគិតរឿងមិនល្អហើយកុំបន្ទុះសារាយជាមួយនឹងវាអីជាធម្មជាតិនៃចិត្តតែងតែគិតរឿងល្អខ្លះមិនល្អខ្លះអីចឹងឯងតែអ្នកត្រូវតែតាមដានមើលវាជាប្រចាំហើយព្យាយាមទាញវាឲ្យដើរក្នុងផ្លូវត្រូវវិញធ្វើយ៉ាងនេះចិត្តអ្នកនឹងនៅជាមួយខ្លួនអ្នកបានច្រើនចិត្តអ្នកនឹងរឹងមាំមិនសូវរវើរវាយឡើយជីវិតខ្ញុំមិនដូចគេខ្សែជីវិតមនុស្សម្នាក់លើផែនដីនេះមិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងមិនបាច់ប្រៀបធៀបគ្នាទេនាំតែកើតទុក្ខអ្នកកើតមកមិនមែនដើម្បីដើរប្រណាំងជាមួយអ្នកដទៃទេមនុស្សម្នាក់មានចំណុចចាប់ផ្ដើមរៀងខ្លួនហើយធ្វើដំណើរក្នុងល្បឿនផ្សេងគ្នាបើគេជាកូនអ្នកមានគេមានផ្លូវជ្រើសរើសច្រើនរីឯយើងជាកូនអ្នកក្រយើងត្រូវចេញដំណើរពីកន្លែងដែលយើងឈរកុំចាំបាច់ប្រៀបធៀបនឹងគេអីហើយក៏មិនចាំបាច់ត្រូវបន្ទោសអ្នកនេះអ្នកនោះដែរធម្មជាតិនៃជីវិតគឺខុសគ្នាចឹងឯងមនុស្សម្នាក់មានបញ្ញាស្មារតីផ្សេងគ្នាហើយល្បឿននៃជីវិតក៏ផ្សេងគ្នាដែរម្យ៉ាងទៀតទីផ្ដាច់ព្រាត់ក៏នៅកន្លែងផ្សេងគ្នាបើគេមានបញ្ញាច្រើនគេទៅលឿនជាងយើងគេទៅដល់ទីព្រាត់មុនយើងគ្មានអ្វីត្រូវប្រណាំងគ្នាទេបុណ្យសន្សំមកផ្សេងគ្នា
តែយើងក៏ត្រូវរៀនសូត្រពីគេដែរហើយប្រឹងឲ្យអស់ពីសមត្ថភាពរបស់យើងមិនមែនឲ្យខ្ជិលទេតែក៏កុំប្រៀបធៀបដើម្បីបង្កើតទុក្ខដាក់ខ្លួនឯងឡើយជីវិតអ្នកជាជីវិតអ្នកជីវិតគេជាជីវិតគេខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុក្ខបដោយ យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងង់ទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសប្បនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតតាមរកសេចក្តីសុខខ្ញុំធ្លាប់ជួបអ្នកមានអ្នកក្រអ្នកតូចអ្នកធំអ្នកមានគ្រួសារអ្នកអត់គ្រួសារម្នាក់សុទ្ធតែមានទុក្ខរៀងខ្លួនកាលនៅក្រនឹកថាបើមាននឹងបានសុខពេលមានល្មមរស់ហើយនៅតែមានរឿងនាំឲ្យកើតទុក្ខមិនចេះអស់មិនចេះហើយពេលស្មុគស្មាញខ្លាំងអ្នកខ្លះចង់បំភ្លេចទុក្ខក៏នាំគ្នាទៅពួនក្នុងដបស្រាឬពេលខ្លះប្រើប្រាស់គ្រឿងញៀនក៏មានទ្រព្យសម្បត្តិកិត្តិយសកេរ្តិ៍ឈ្មោះញាតិមិត្តក្រុមគ្រួសារជារឿងចាំបាច់សម្រាប់រស់តែវាមិនអាចធានាសេចក្តីសុខទាំងស្រុងបានទេព្រោះវាអាចប្រែប្រួលបាត់បង់ពេលណាក៏បាន
សូមកុំផ្ញើសេចក្តីសុខនៅលើរបស់ខាងក្រៅទាំងស្រុងពេកត្រូវព្យាយាមអប់រំចិត្តមានខន្តីមានអំណត់មានការតស៊ូព្យាយាមរៀនរីករាយនឹងអ្វីដែលខ្លួនមានរៀនផ្ដល់សេចក្តីស្រឡាញ់ដល់ខ្លួនឯងនិងសពសត្វទាំងអស់រៀនស្ដាប់ធម៌ចម្រើនបញ្ញាស្មារតីហ៊ានប្រឈមមុខនឹងការពិតនៃជីវិតហើយកុំសូវប្រកាន់ហួងហែងខ្លាំងពេកទើបជីវិតមិនសូវមានទុក្ខចិត្តដែលបានអប់រំល្អហើយនឹងនាំសេចក្តីសុខមកឲ្យថ្ងៃនិងយប់ថ្ងៃយប់ជារឿងធម្មជាតិគ្មានអនាគតបានទេពេលថ្ងៃប្រឹងរៀនប្រឹងធ្វើការទៅហើយពេលយប់មកដល់ក៏គ្មានអីត្រូវយំដែរគេងសម្រាកសម្រានទៅជីវិតក៏ដូចគ្នាពេលខ្លះជួបរឿងល្អទទួលយកទៅតែកុំមានមោទនភាពពេកកុំអួតក្អេងក្អាងពេកជោគជ័យថ្ងៃនេះមិនប្រកាសថាជោគជ័យថ្ងៃស្អែកទេហើយបើពេលខ្លះជួបរឿងមិនល្អក៏គ្មានអីត្រូវយំដែរប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អអ្នកយំពេលជួបបញ្ហាប្រៀបដូចជាអ្នកយំមិនចង់ឲ្យមេឃងងឹតដូច្នោះឯងជាមនុស្សល្ងង់ខ្សោយបញ្ញាមិនហ៊ានទទួលស្គាល់ការពិតនៃជីវិតបុគ្គលនោះនឹងរស់នៅជាមួយសេចក្តីទុក្ខច្រើនជាមិនខានច្រណែនចិត្តនៅល្ងងច្រើនចុះចិត្តដើរច្រណែនគេខ្លាចគេល្អជាងខ្លួនជាមនុស្សចិត្តចង្អៀតជាមនុស្សសន្សំទុកដាក់ខ្លួនអ្នកខ្លះមិនត្រឹមតែច្រណែនទេថែមទាំងដើរនិយាយដើមនិយាយអាក្រក់ពីអ្នកដទៃទៀតផងបាបជាន់លើបាបបាបរឿងច្រណែនគេផងបាបរឿងនិយាយដើមគេផងដៅកាហាយចិត្តខ្លួនឯងផងហើយបើគេដឹងគេស្អប់យើងទៀតតាមពិតទៅគេមានបុណ្យគេប្រឹងទើបគេបានសម្រេចជោគជ័យទម្លាប់រីករាយនឹងភាពជោគជ័យរបស់គេទៅសប្បាយចិត្តអបអរសាទរពេលឃើញគេបានចម្រុងចម្រើនគេក៏សប្បាយអ្នកក៏រីករាយអ្នកបានបុណ្យផងបានមិត្តភាពផងតែបើគេបានដោយទុច្ចរិតយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវច្រណែនគេដែរតែយើងគួរឲ្យអាណិត
គួរឲ្យសង្វេគថាគេបានសាងបាបកម្មច្រើនថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានគេមិនដូចយើងមនុស្ស7កោដនៅលើផែនដីនេះមានចិត្ត7កោដដែរគេមានរបៀបគិតរបស់គេយើងមានរបៀបគិតរបស់យើងម្នាក់មានចំណេះដឹងមានការយល់ឃើញខុសៗគ្នាអ្នកមិនអាចបង្ខំគេឲ្យគិតដូចយើងបានគ្រប់រឿងបានទេតែអ្នកអាចណែនាំពន្យល់ហេតុផលរបស់អ្នកឲ្យគេបានដឹងឲ្យអស់ពីសមត្ថភាពអ្នកទៅបើគេស្ដាប់បានជារឿងល្អបើគេស្ដាប់មិនបានទេក៏មិនដឹងទៅធ្វើម៉េចបើមួម៉ៅទៅបានត្រឹមតែកើតទុកខ្លួនឯងតែអ្នកនៅតែអាចប្រដៅណែនាំឲ្យអស់ពីសមត្ថភាពអ្នកបើណែនាំហើយគេមិនស្ដាប់ទេកម្មអ្នកណាអ្នកនឹងទទួលទៅកុំដោយសារតែរឿងគេនាំឲ្យអ្នកកើតទុក្ខឡើយមនុស្សម្នាក់សន្សំនិស្ស័យមកផ្សេងគ្នាគេមិនដូចអ្នកក៏មិនដូចគេដែររៀនទទួលស្គាល់ការពិតរៀនព្រមរៀនកុំចង់ខ្លាំងពេករៀនអនុញ្ញាតឲ្យគេខុសពីយើងអ្នកនឹងបានធូរស្រាលពីទុក្ខកង្វល់មិនខានកុំប្រមាទជីវិតយើងម្នាក់មិនទៀងទាត់ទេអាចផ្លាស់ប្ដូរប្រែប្រួលពេលណាក៏បានអ្នកអាចជួបគ្រោះថ្នាក់ឬធ្លាក់ខ្លួនឈឺឬត្រូវបាត់បង់ជីវិតដោយហេតុណាមួយក៏ថាបាននិយាយនេះមិនមែនឲ្យភ័យទេតែត្រូវតែមានស្មារតីកុំធ្វេសប្រហែសឡើយកុំគិតថានៅក្មេងឬចាំពេលនេះចាំពេលនោះទើបធ្វើបុណ្យឡើយប្រយ័ត្នស្លាប់ទៅទាំងដែលមិនបានធ្វើបុណ្យអ្វីសោះទាន់មានពេលត្រូវប្រឹងសាងល្អឲ្យហើយក្នុងថ្ងៃនេះកុំចាំថ្ងៃស្អែកបើមានពុកម៉ែត្រូវមើលថែគាត់ឲ្យអស់ពីចិត្តពីថ្លើមបើនៅក្មេងត្រូវប្រឹងប្រែងស្វែងរកវិជ្ជាដាក់ខ្លួនពេលមានសុខភាពល្អត្រូវសន្សំទ្រព្យផងសន្សំបុណ្យផងចម្រើនបញ្ញាផងកុំភ្លេចខ្លួនកុំប្រមាទគ្រោះថ្នាក់មើលមិនឃើញទេហើយជីវិតមិនទៀងទាត់ឡើយមុននឹងស្លាប់យ៉ាងហោចណាស់ក៏បានសន្សំបុណ្យទុកខ្លះដែរកុំឲ្យទៅវិញទាំងដៃទៅទេ
ពេលវេលារបស់អ្នកនៅលើផែនដីនេះមិនសូវសម្បូរឡើយត្រូវឆ្លៀតធ្វើល្អសន្សំកុសលសាងបញ្ញាទើបបានប្រសើរទាំងបច្ចុប្បន្ននិងអនាគតស្លាប់ទៅយកអ្វីទៅមិនបានទេត្រូវប្រឹងវិច្ចសម្ពាយបុណ្យឲ្យបានច្រើនជាងសម្ពាយបាបទើបជីវិតបានប្រសើរខ្ពង់ខ្ពស់ក្នុងពេលអនាគតគេឈ្នានីសខ្ញុំខំធ្វើល្អណាស់តែនៅតែមានគេចំណែននិន្ទាខ្ញុំនិយាយអាក្រក់ពីខ្ញុំឌឺដងដាក់ខ្ញុំបង្ខូចខ្ញុំរហូតបើអ្នកប្រឹងប្រែងធ្វើល្អអ្នកជាមនុស្សល្អហើយបើគេចរណែននិន្ទាអ្នកគេជាមនុស្សអាក្រក់មិនពាក់ព័ន្ធគ្នាទេតែបើអ្នកមួម៉ៅនឹងគេអ្នកក៏คล้ายជាមនុស្សអាក្រក់មួយនឹងគេដែរបើគេហុចភ្លើងឲ្យអ្នកទទួលឬមិនទទួលជាសិទ្ធិរបស់អ្នកបើអ្នកចង់ក្តៅទទួលយករឿងនឹងមកដាក់ក្នុងខួរក្បាលទៅក្តៅកាហាយហើយតែបើអ្នកមិនចង់ក្តៅទេកុំយកភ្លើងនឹងអីកុំទុកដាក់ក្នុងខួរក្បាលអ្នកអីឲ្យគេយកទៅវិញចុះឬក៏ឲ្យវារសាត់បាត់ពីខួរក្បាលអ្នកទៅអ្នកនឹងមិនសូវលំបាកទេគេឌឺដងចង់ឲ្យអ្នកក្តៅបើអ្នកក្តៅតាមគេមែនមានន័យថាអ្នកធ្វើតម្រូវចិត្តសត្រូវរបស់អ្នកហើយគេមានឥទ្ធិពលលើជីវិតអ្នកហើយកុំបណ្ដោយឲ្យអ្នកដទៃមកកំណត់សុខទុក្ខក្នុងចិត្តអ្នកឡើយឆ្លោះគ្នាងាយបំផុតរឿងឆ្លោះគ្នាអ្នកណាក៏ចេះឆ្លោះដែរពេលណាក៏អាចឆ្លោះបានដែរហើយកន្លែងណាក៏ឆ្លោះគ្នាកើតដែរនៅផ្ទះនៅសាលានៅកន្លែងធ្វើការនៅវត្តអារាមសុទ្ធតែអាចឆ្លោះគ្នាបានទាំងអស់កន្លែងមួយសម្បូរណាស់អ្នកអុចតែមិនសូវសម្បូរអ្នកពន្លត់ទេសម្បូរអ្នកចង់ឈ្នះតែមិនសូវសម្បូរអ្នកចង់រួបរួមទេសម្បូរអ្នកខ្លាំងតែឯងតែមិនសូវសម្បូរអ្នកប្រមូលអ្នកខ្លាំងទេសម្បូរអ្នកចាប់កំហុសតែមិនសូវសម្បូរអ្នកកែលម្អទេសម្បូរអ្នកដល់ត្រើយហើយសើចគូតដាក់តែមិនសូវសម្បូរអ្នកដឹងគុណទេដរាបណានៅតែមានមេរោគឆ្លោះក្នុងចិត្តចំនួននឹងនៅតែកើតជាបន្តបន្ទាប់មិនចេះចប់មិនចេះហើយឡើយពេលឆ្លោះគ្នាម្នាក់តាមចាប់កំហុសគ្នាទៅវិញទៅមកហើយលើកយកមកវាយប្រហារគ្នា
ចង់ឈ្នះចង់ចាញ់គ្នារកទីបំផុតមិនបានឡើយហើយបញ្ហាទាំងនោះគ្មានព្រះអង្គព្រះអិនណាមកជួយដោះស្រាយយើងបានឡើយបើយើងមិនប្រឹងដោះស្រាយដោយខ្លួនឯងហើយអ្នកដែលចាប់ផ្ដើមមុនគេគឺខ្លួនអ្នកត្រូវតែរៀនគ្រប់គ្រងចិត្តខ្លួនឯងរៀនកាត់បន្ថយកំហឹងរៀនបង្រួបបង្រួមគ្នារៀនឲ្យតម្លៃគ្នារៀនកាត់ចិត្តមានះរៀនស្រឡាញ់រាប់អានគ្នាអត់ឱនគ្នាទៅវិញទៅមករៀនចែករំលែករៀនធ្វើជាអ្នកដោះកុំធ្វើជាអ្នកអុចបន្ថែមហើយកុំសូវចាប់កំហុសគ្នាអីនោះបញ្ហានឹងបានធូរស្រាលការរាប់អានគ្នានឹងបានកើតឡើងការងារនឹងបានរីកចម្រើនទៅមុខមិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយផ្គាប់ចិត្តមិនត្រូវបើគេស្អប់អ្នកទោះបីអ្នក
ធ្វើល្អប៉ុណ្ណាក៏គេមិនពេញចិត្តនឹងអ្នកដែរដូច្នេះកុំគ្រាន់តែចង់ផ្គាប់ចិត្តគេហើយបំផ្លាញសេចក្តីសុខខ្លួនអ្នកឡើយឬដោយសារតែពាក្យគេថាធ្វើឲ្យអ្នកមួម៉ៅចិត្តឡើយបើអ្នកចង់ធ្វើតម្រូវចិត្តមនុស្សគ្រប់គ្នាអ្នកពិតជាហត់រហូតដល់ថ្ងៃស្លាប់បើអ្នកជឿជាក់ថាការងារអ្នកជារឿងល្អជារឿងមានប្រយោជន៍ប្រឹងធ្វើទៅទោះបីមានអ្នកខ្លះមកបន្តិចបង្អាក់អ្នកក៏ដោយក៏កុំស្ទាក់ស្ទើរអីប្រឹងដើរទៅមុខទៀតដើរឲ្យដល់ទិសដៅដែលអ្នកពងទុកហើយប្រាប់គេថាអ្នកពិតជាអាចធ្វើបានជីវិតអ្នកជាជីវិតអ្នកមាត់គេជាមាត់គេកុំបណ្ដោយឲ្យពាក្យគេថាបំផ្លាញកិច្ចការអ្នកឡើយមិនមែនមិនឲ្យស្ដាប់គេទេស្ដាប់ចុះហើយពិចារណាផងបើវាជួយអ្នកឲ្យបានចម្រើនទៅមុខទទួលយកទៅតែបើគ្រាន់តែជាពាក្យបន្តិចបង្អាក់ទេបោះចោលទៅកុំយកទុកក្នុងចិត្តអីហើយអ្នកត្រូវតែហ៊ានទទួលខុសត្រូវចំពោះជំរឿសរបស់អ្នកកុំទម្លាប់បន្ទោសគេបន្ទោសឯងអីរៀនធ្វើជាមនុស្សរឹងប៉ឹងជាមនុស្សចេះទទួលខុសត្រូវលើជីវិតខ្លួនឯង